គឺនិយាយអំពីធัวហៅថាវត្តបាតម៉ោងហ្នឹងដែលសំខាន់គឺនៅក្នុងចំណុច3ចំណុចទី1គឺថាសពបាបស្សៈអករណង្គមិនឲ្យធ្វើនៅអំពើបាបទាំងពួងទី2កុសលសោបសម្បទាញ៉ាំងកុសលឲ្យដល់ព្រមធ្វើបំពេញកុសលឲ្យបានច្រើនណាតែដល់ទី3នោះគឺថាសច្ចត្តប្រយោជន៍ប៉ុណ្ណាគឺថាជំរះចិត្តឲ្យស្អាតផូរផង់នេះហើយដែលជាធัวនៅក្នុងចំណុចនៃបនមេកបូជាដែលយើងនិយាយពីមាវែងឆ្ងាយឡើយចូលនិយាយបរិយាយអំពីធัวមួយចំណុចដែលនិយាយអំពីបាតិម៉ោកហ្នឹងណាអញ្ចឹងគឺគុណចាស់បកស្រាយថាការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមិនអោយធ្វើនៅអំពើបាបទាំងពួងហ្នឹងមានសេចក្តីមានន័យយ៉ាងណាសូមគុណចាស់រតនីនិមន្តបរិយាយទៅកណានទាំងសាធុតកតងនឹងអវត្តទី1គឺសព្វបាបស្សៈអករណង្គគឺការមិនធ្វើបាបនឹងអវត្តនេះគឺញាតិញោមស្ដាប់ទៅប្រហែលជាមិនធុញណាញាតិញោមហ្នឹងហើយឮតែអវត្ត3ហ្នឹងគឺថាប្រសងយើងសម្ដែងមកគឺច្រើនក៏ប៉ុន្តែវាអត់មានអីរឿងថាយើងត្រូវធុញទេទៀតហ្នឹងរឿងការយើងយល់ក្នុងអត្ថសេចក្តីនៃធម៌ជ្រៅឬក៏រយៈយ៉ាងណាមិនសំខាន់ទេសំខាន់សទ្ធាទឹកចិត្តរបស់យើងគឺថាមិនធុញមានសទ្ធាក្នុងការស្ដាប់បើញាតិញោមគឺថាតន្ទឹងរងចាំនៅក្នុងតែចំណុចមួយថាចង់ឲ្យលោកបញ្យល់ធម៌ឲ្យបានល្អិតល្អន់ឬក៏ធម៌ណាប្លែកខុសពីនឹងអាហ្នឹងគឺมันអាចបំពេញបំណងញាតិញោមបានទេទៀតហ្នឹងអញ្ចឹងដើម្បីដែលយើងអាចពេញបានគឺសទ្ធារបស់យើងកើតមានគឺថាស្ដាប់ដោយសេចក្តីជ្រះថ្លាអញ្ចឹងតកតងនឹងអវត្តទី1គឺការមិនអោយធ្វើនៅអំពើបាបទាំងពួងការដែលមិនធ្វើបាបទាំងពួងវាជាឈ្មោះនៃការញ៉ាំងនៅកុសលហ្នឹងឬក៏ជាឈ្មោះនៃការចម្រើននៅកុសលនោះឲ្យកើតឡើងហ្នឹងមិនថានឹងការចម្រើនបុណ្យកុសលនេះក្នុងភេទជាបព្វជិតទេសូម្បីថាញាតិញោមជាក្រហមអ្នកគ្រប់គ្រងផ្ទះហ្នឹងក៏ត្រូវតែចម្រើននៅកុសលនេះឲ្យកើតឡើងដែរនឹងបព្វជិតក៏វាបងបើសិនជាដែលឈ្មោះថាបព្វជិតគឺជាបុគ្គលដែលបានលះបង់នៅការបៀតបៀននឹងបានជាឈ្មោះនៃបព្វជិតនិងឈ្មោះថាសាមណៈគឺជាអ្នកលះបង់នៅការបៀតបៀនអាយុសត្វសង្ខាររបស់សពសត្វតនិកផងគ្នាអីចឹងទៅហ្នឹងអញ្ចឹងអំពើបាបនេះគឺជាអំពើមួយដែលមិននាំមកនៅសេចក្តីចម្រើនហើយបុរាណអ្នកបរោះឬក៏វិញ្ញូជនជាបណ្ឌិតជាអ្នកប្រាជ្ញហ្នឹងក៏លោកបានលះបង់ដែរអំពើបាបហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបុគ្គលគឺគួរតែកុំគប្បីធ្វើនៅអំពើបាបទាំងពួងហ្នឹងបាបនេះគឺតែនាំមកនៅសេចក្តីទុក្ខមិនថាបុគ្គលណាទេទៀតបរិជាក៏ធ្វើទៅប្រព្រឹត្តនៅក្នុងអំពើអាក្រក់គឺរមែងបាបហើយមិនមែនថាជាបរិជាហើយអាចជាផុតអំពីរឿងអំពើបាបទេបាបដូចគ្នាទាំងអស់ហើយបរិជាក៏ធ្លាក់នរកដែរហ្នឹងហើយមិនមែនយមរាជឬក៏នរកនឹងស្វាគមន៍ទៅចំពោះអ្នកក្រអ្នកមានឋានៈតូចទាបមិនមែនទេរឿងអំពើបាបនេះគឺយុត្តិធម៌ញាតិញោមហ្នឹងហើយជាពិសេសក្នុងពេលបច្ចុប្បន្នហ្នឹងបុគ្គលនឹងទទួលនៅភាពសៅមងក្នុងចិត្តច្រើនតែធ្វើបាបច្រើនគឺសៅមងហើយទៀតដេកហ្នឹងក៏អត់សុខដែរយូរសពឃើញតែនិមិត្តអាក្រក់អីចឹងទៅគេមកដេញមកកាប់សម្លាប់អីចឹងទៅអាហ្នឹងគឺជានិមិត្តនៃអំពើអាក្រក់ដែលយើងបានសាងហ្នឹងចិត្តហ្នឹងវាមានការផិតភ័យខ្លាចនៅក្នុងអញ្ញានៃអំពើអាក្រក់ហ្នឹងទាំងផ្លូវកាយរបស់យើងហ្នឹងក៏វាអត់សុខផ្លូវចិត្តរបស់យើងហ្នឹងក៏វាអត់សុខដែរហ្នឹងអំពើបាបញាតិញោមអញ្ចឹងគឺព្រះអង្គឲ្យយើងចម្រើននៅកុសលទាំងពួងមានទានកុសលនិងសីលកុសល
សមាធិកុសលត្រូវចម្រើនទាំងអស់នឹងត្រូវប្រព្រឹត្តគ្រប់អេរិយាបថទាំងអស់សេចក្តីល្អអ្វីដែលនាំមកនៅសេចក្តីសុខដល់យើងគឺត្រូវយើងសាងហ្នឹងអញ្ចឹងសេចក្តីល្អទាំងអស់នឹងឯងវាជាហៅថាបកតោបនិស្សយបច្ច័យទេនឹងវារមែងជាបច្ច័យធ្វើឲ្យយើងបានត្រាស់ដឹងនៅវិមុតិធម៌ត្រាស់ដឹងនៅសន្តិបត្តិគឺព្រះនិព្វាននឹងរួចចាកនៅកិលេសក្នុងសន្តានពេលដែលអស់កិលេសទៅវាលែងមានអីត្រូវបន្តជាតិកំណើតទៀតហើយទៀតសេចក្តីទុក្ខរឿងក្នុងវដ្តសង្សារនេះវាមានច្រើនបែបច្រើនប្រការណាគឺគួរឲ្យធុញគួរឲ្យចិនឆ្អន់ណាវារំខានរហូតដូចសេចក្តីលើកខាងដើមតាក់ទងរឿងមាអញ្ចឹងទោះបីថាត្រាស់ដឹងជាពុទ្ធហើយនៅតែមាមករំខានអញ្ចឹងវាអត់សុខញាតិញោមតើយើងទៅផុតអំពីឋានក្នុងភពហ្នឹងបានវាផុតទុក្ខអញ្ចឹងគឺយើងប្រតិបត្តិធម៌យើងលះបង់នៅអំពើបាបសន្សំសាងនៅសេចក្តីល្អហ្នឹងគឺដើម្បីជាបដិបទាប្រព្រឹត្តទៅលះបង់នៅជាតិកំណើតលះបង់នៅទុក្ខដែលវាមានសេសសល់យើងលះបង់អត់ទាន់អស់ហ្នឹងត្រូវខំប្រឹងធ្វើខំប្រឹងសាងរៀងខ្លួនវាអត់មានអីត្រូវគិតវែងឆ្ងាយទេនឹងធ្វើបុណ្យទាំងឃើញបានអីផងហ្នឹងធ្វើបុណ្យអស់តែលុយហ្នឹងស្ដាប់ពធខាតតែពេលវេលាចុកតែចង្កេះហ្នឹងឃើញទេអាហ្នឹងគឺវាអញ្ចឹងញាតិញោមពុទ្ធបរិស័ទគឺកុសលមិនងាយសាងទេសម្រាប់បុគ្គលដែលអត់មានសទ្ធាអត់មានភាពចេះដឹងក្នុងព្រះពុទ្ធសាសនាគឺថាខ្លាចរហូតខ្លាចខាតខ្លាចតែមិនចំណេញអញ្ចឹងគុំចាស់ហ្នឹងហើយរឿងស្ដាប់ពធគឺមិនមែនស្ដាប់ដើម្បីចំណេញទេហ្នឹងគឺស្ដាប់ដើម្បីអស់មិនមែនស្ដាប់ដើម្បីបានទេធ្វើទានធ្វើកុសលថ្នាក់សិលក៏ដោយគឺធ្វើដើម្បីអស់មិនមែនធ្វើដើម្បីបានទេគុំចាស់ញាតិញោមពុទ្ធបរិស័ទទៅជ្រាបកន្លែងហ្នឹងទៀតយើងគិតថាយើងធ្វើទានដើម្បីបានហ្នឹងហើយបានយើងទុកទោសមនោះរឿងការធ្វើទានហ្នឹងនឹងកើតនៅកលយុគអ្នកកាន់ពុទ្ធសាសនារងថ្ងៃហ្នឹងគឺថាកើតនៅភាពហៅថាចម្រូងចម្រាសហ្នឹងច្រើនមែនតែនទៀតនឹងដោយសារយើងធ្វើទានដើម្បីបានហ្នឹងបានអីបាននៅមុខមាត់បាននៅការសរសើរបាននៅការអីភាពល្អខ្ពង់ខ្ពស់អីចឹងទៅបើធ្វើសិលធ្វើដើម្បីល្បីធ្វើដើម្បីឲ្យគេសរសើរហ្នឹងឃើញទេយើងដើម្បីបានអញ្ចឹងវាអត់សុខទេយើងបានយើងចង់បានធ្វើអីវត្ថុនៅក្នុងโลกវាអត់មានអីយើងត្រូវចង់បានទេវាត្រូវតែលះបង់ហ្នឹងឯងតើយើងលះបង់បានយើងធ្វើនៅទីបំផុតទុកគឺព្រះនិព្វានបានអញ្ចឹងគឺញាតិញោមពុទ្ធបរិស័ទលះបង់នៅបាបទាំងពួងគឺការញ៉ាំងនៅកុសលចម្រើននៅកុសលឲ្យច្រើនឡើងទៅក្នុងសន្តានចិត្តទៀតនឹងសូមចូលរួមប៉ុណ្ណឹងទេកណាអរគុណគុណចាស់ស្រីធ្រូចំហ៊ានតែបានលើកអំពីការដែលមិនអោយធ្វើនៅអំពើបាបទាំងពួងញាតិញោមស្គាល់លក្ខណៈបាបប៉ុណ្ណឹងណាញាតិញោមហ្នឹងហើយរឿងបាបទាំងពួងនេះមានច្រើនណាពាក្យថាបាបទាំងពួងនោះវាមានច្រើនកណាមិនមែនតែមួយទេបាបហ្នឹងវាតាមរយៈផ្លូវកាយតាមរយៈផ្លូវវិចារតាមរយៈផ្លូវចិត្តណាហ្នឹងហើយចិត្តបាបឬក៏រយៈតាមផ្លូវកាយហ្នឹងគឺថាធ្វើអំពើអាក្រក់ដោយកាយហ្នឹងញាតិញោមពុទ្ធបរិស័ទបានដឹងហើយថាអ្នកដែលធ្វើអំពើបាបផ្លូវកាយនោះដូចជាទៅសម្លាប់គេលួចប្លន់ទ្រព្យសម្បត្តិគេប្រព្រឹត្តខុសនៅក្នុងកាមហ្នឹងក៏បាបនឹងយើងឲ្យស្គាល់លក្ខណៈថាបាបហ្នឹងដែលថាព្រះអង្គឲ្យលះបង់អំពើបាបហ្នឹងគឺលះបង់នៅអំពើណាដែលមិនទៅបៀតបៀនគេមិនទៅសម្លាប់គេហ្នឹងឯងដូចជានៅក្នុងបាតមកព្រះអង្គសម្ដែងថាអនុពវិតោអនុពខេតោបាតមកខេចសង្វរោហ្នឹងគឺនិយាយដាស់តឿនទាំងភិក្ខុទាំងបរិស័ទទាំងអស់ឲ្យស្ថិតនៅក្នុងអំពើល្អមិនបៀតបៀនគេណាក្នុងសាមណៈអីហ្នឹងគឺថាមិនបៀតបៀនគេមិនតែឌីលគេអាហ្នឹងគឺជាលក្ខណៈមួយដែលយើងត្រូវដឹងថាអំពើបាបហ្នឹងវាស្ដែងចេញមកពីហ្នឹងឯងទៀតកណាញាតិគុណចាស់បានដឹងថាបាបអីមានអីទៀតបាបរយៈដែលច្រើនហ្នឹងកណាពាក្យថាបាបហ្នឹងណាថា
លះបង់បាបនោះបរិយាយបាបថាបាបនោះវាមានស្អីខ្លះទៅទៀតឲ្យបរិយាយច្បាស់ចែកជូនញាតិញោមតែម្ដងព្រឹកហ្នឹងមែនកណាទេយើងណានិយាយរឿងបាបហ្នឹងគឺវាច្រើនណាស់ញាតិញោមសមុទ្ឋាននៃការញ៉ាំងបាបឲ្យកើតឡើងហ្នឹងគឺមានច្រើនណាមានផ្លូវកាយផ្លូវវិជ្ជាផ្លូវចិត្តហ្នឹងហើយយើងបរិយាយទៅតាមផ្លូវវិជ្ជាហ្នឹងគឺថាប៉ះពាល់ញាតិញោមច្រើនណាស់ហ្នឹងហើយញាតិញោមមិនអត់អីទេដើម្បីជួយបញ្យល់គាត់ថាយើងមិនថាឲ្យគាត់ទេតែជាការថាអ្វីខ្លះដែលនាំឲ្យយើងកើតបាបហ្នឹងហើយក៏បីវាបងបើមិនអញ្ចឹងគាត់អត់វាបងទេកណាវិជ្ជាបាបហ្នឹងដូចពាក្យសាមញ្ញគេហៅថាមនុស្សជើងចូលចិត្តញ៉ាំត្រាវកណាទេណាមុនទេញ៉ាំត្រាវមិនចឹងទេញ៉ាំត្រាវហ្នឹងគឺថាមកកហ្នឹងទៅជាតនេទេមាត់ហ្នឹងគឺចង់តែនិយាយចង់តែពោលតែរឿងអាក្រក់របស់គេហ្នឹងតាអាត្មាហ្នឹងលះមិនតាន់បានញាតិញោមគុំចាស់ញាតិញោមគ្រប់គ្នាហ្នឹងលះមិនតាន់បានទេហ្នឹងរឿងចូលចិត្តញ៉ាំត្រាវហ្នឹងនិយាយដើមគេហ្នឹងហើយនិយាយហ្នឹងគឺថាច្រើនតែធ្លាក់ទៅនៅក្នុងហៅថាអ៊ីសាហ្នឹងអ៊ីសាគឺការចំណែនដល់ពេលចំណែនទៅវាកើតអារឿងនិយាយដើមគេដើម្បីឲ្យជួនអតីស្អប់នឹងខ្លួនវាស្អប់គេហើយអញ្ចឹងណែនដឹកនាំគេដើម្បីគេស្អប់ជាមួយខ្លួនដែរឃើញទេនឹងតែសារចំណែននឹងអញ្ចឹងគឺណារឿងការនិយាយរឿងអាក្រក់របស់អ្នកអតីនឹងគឺបើសិនជាចិត្តរបស់យើងវាមិនល្អការនិយាយវាអត់ចេះចប់ទេនឹងទោះបីគេនោះគេមិនបានប្រព្រឹត្តធ្វើក៏យើងចេះតែនិយាយជាថានឹងទៅតាមកំហឹងតាមកំហល់សេចក្តីក្រោធរបស់ខ្លួនអីចឹងទៅនឹងត្រូវជេរត្រូវបហាដោយដំបងគឺមាត់នឹងសុទ្ធតែវិចារមួយដែលអាក្រក់ជួនអតីបុគ្គលអតីមិនចង់បានមិនស្រឡាញ់មិនចូលចិត្តតែនៅតែប្រព្រឹត្តហ្នឹងអញ្ចឹងវាជាអំពើបាបទៅតាមផ្លូវវិចាររបស់យើងហ្នឹងញាតិញោមហើយមានទោសទៀតទោសបច្ចុប្បន្នវាចាហ្នឹងបច្ចុប្បន្នក៏ឲ្យផលដែរនឹងត្រូវគេវាយទៅយើងមាត់អាក្រក់ពេកហ្នឹងរឿងមិនគួរដល់ការខឹងផងហ្នឹងគឺថាខ្លួនឯងទម្លាប់ចូលចិត្តនិយាយតែពាក្យអាក្រក់ហ្នឹងមីនេះមីនោះអីចឹងទៅនឹងអត់កំណើតអដេរឆានចេះថាចឹងទៅជាប់អារឿងវិជ័យបញ្ញត្តិចឹងដូចភិក្ខុមួយអង្គជាព្រះអរហន្តហើយហ្នឹងក៏នៅតែមានវិចារអាក្រក់ដែរឃើញទេជាប់មកអញ្ចឹងមនុស្សយើងចូលចិត្តសំរឿងអាក្រក់ហ្នឹងដល់ពេលអញ្ចឹងគេអត់ស្រឡាញ់ទេទៀតរឿងវិចារអាក្រក់ហ្នឹងខ្ញុំកណាក៏ចង់បានតែគេនិយាយល្អគុំចាស់ក៏ចង់បានតែគេនិយាយល្អដាក់ដែរហ្នឹងអញ្ចឹងវាចាដែលអាក្រក់ហ្នឹងវាមិនពិរោះពិសាមិនជាទីគប់ចិត្តសម្រាប់បរិសុទ្ធស្ត្រីទាំងឡាយទេទាំងហ្នឹងហើយមាននៅសេចក្តីទុក្ខនឹងទោសនៃវិចាអាក្រក់ហ្នឹងទោសនៃវិចានិយាយបំបែកបំបាក់ញុះញង់អ្នកដតីហ្នឹងគឺថាមានទោសច្រើនណាស់ធ្លាក់នរកទៅគឺថាត្រូវនឹងដង្កូវរុកមាត់ញាតិញោមកើតទៅជាប្រែតក៏មានដង្កូវនៅក្នុងមាត់អញ្ចឹងហ្នឹងមាត់ហ្នឹងទៅជាមាត់អាក្រក់ហ្នឹងបើសិនជាមកកើតជាមនុស្សវិញថ្មិញហ្នឹងអត់ស្អាតទេញាតិញោមដែលថ្មិញអត់ត្រង់ជួរអីហ្នឹងកប៉ិតកប៉ោតហ្នឹងអាហ្នឹងគឺថាធ្លាប់និយាយដើមគេនិយាយពាក្យអាក្រក់ញុះញង់បំបែកបំបាក់គេអាហ្នឹងវាចាអាក្រក់ហ្នឹងគឺថាវាមានទុកអញ្ចឹងការដែលយើងធ្លាក់នរកត្រូវទទួលរងទុកនឹងដោយទោសនឹងកើតចេញអំពីវិចាអាក្រក់ត្រូវដង្កូវនឹងមករុកនៅក្នុងមាត់អីចឹងទៅហ្នឹងមាត់ហ្នឹងវាអត់ស្អាតទេញាតិញោមហ្នឹងវាអត់ស្អាតទេហ្នឹងចឹងយើងលះបង់ចោលធានវិចាអាក្រក់គឺជាផលនៃអកុសលកម្មញ៉ាំងនៅវិបាកញ៉ាំងនៅបដិសន្ធិនៃសត្វហ្នឹងឲ្យទៅកើតក្នុងទីដែលមិនល្អហ្នឹងដោយអំណាចនៃវិចាជាទុច្ចរិតទេធានហើយមានច្រើនទៀតការបំបែកក៏វាមានសន្តានវាដែរនឹងការបំបែកហ្នឹងគឺថាមានការនិយាយអាក្រក់បែបសន្តាននៃមនុស្ស
năng mà nông miên than nè tôi tiệp cần đa năng cua năng là mà nông đại miên than nặng cua năng cả này dây nó cứ tha về chạy từ tam sát than là bom mà nông đại chẳng từ bỏ sân chia mà nông năng miên than nặng tôi tiệp chia mà nông đại mình miên ẩm nát cầm lăng sao tới dương thì dây vì cha tại 3-4 mắt nên nó cứ bay chặt chạy ở hai ọt nơi tại bờ sân chi mình nấu đã cái khô cái miền pan nha cái miền bon phan kế cái dương thì giấy mình nghe cái bài chứ chẳng từ nhang nơi hay tha có sao là chất phan dương nữa có sao là chất phan dương vì cao khlang nằng đọc về khlang rất tốt nắng vì ao nông làm đào mũi tha to non là gì cảm đôi chi prate và toàn chứ là bột cứ tha mình men bột cua là mom từ ai nhang bỏ ông ao đo nơi thì đây tục của về tình địa ba này chẳng trơ từ can pua trơ từ can cầm lăng khuôn ai ở kháng đầm bay thôi chẳng ná ai bột nắng vì nè hay thà nát đôi bột dương từ bịt biến từ nhu nhung từ nỉ dây bầm bạ ai sọc cột cho về chẳng tức tốt vì từ nguồn tạm nặng đài chẳng nhận dùng bột bò sắt rừng ca để dương miền nơi chế tần na đo cọ bồ pịa nhu nhung bầm bạ bộ bịa tại cột kiệt chê bật tịch là tây này cứ thà bộ dương chê chủng po bộ quơ đại miền côn là thọ tiếp rồi có ọt côn là thọ tai mà đó là năng việt tôi tịch tạm năng tại bộ dương chê dương bật tịch chủng po bộ quơ nè đại miền côn là thọ po đôi chia năng presma sampot rồi có chủng po bộ quơ đại ban sầm rạch được côn là thọ na môi ấy chẳng tức tốt hoàn tam năng đại năng đói xa rừng vì trà bao nhiêu này cho rong pan này ở côn kinh chả này bà chợ mòn đấy là bữa ba về miền tràn sạt thang bà khá biệt biên bột mà đái của bà nè này dây bịa có đòn đạn đầu tấy của bà cái này đấy nàng bà tèng cái bà tèng vì trà nàng bà mát mẹ nghe đấy cái này đôi chị miệt đà về đà chị bè hòn rồi bỏ cồn pro sài nữa sắp tới bật lang quạt ba của sự đạp thon tích chê mai chê ấy chẳng tới cái này làm khàn anh đang ngày làm khàn này chẳng nó có bà đấy 300 về trả rồi cài những tờ vay toát có tiết nó 300 thằng tiền đánh bàn thà rương cài rương về trả để còn trả bàn giấy thà chuyên cá đại lá châu chật này dây bài dây đám để dừng dây thà biểu phía sau sẽ máy cái thà hành trào xì trào nữa nè nó cứ chỉ rương mùi này kia này dây tại bây giờ dây bị sập hiệp này cái thà mình nụ để châu chật này dây rương ở cọ này dây chả đào tam phơi về trà năng khơi cái bàn sóc luôn này nó nằm sọc mình được cái này bây giờ là mọt rồi chẳng men cái này là mọt chẳng tới dây bị đi dây bị nô là nên đi hạt cọ là nơi là o là nô mình là o chẳng tới tới bầm bạ cái hay chúng các cái bông bàn sọc ở đây bồn kề chẳng hạn á cái này mình nấu nó đi chìm mơ tới đi chìm mình pin chất này không ca để kê ruột nào tới vậy nó bồn này mình cà thế che môi cho môi phơi mấy đợt bè kệ bậy bạ này nó việc đáy từ 8 vì trà này chẳng về trà nữa bà sau này về trà dương che prao cái sóc là cái tốc cái này mình nói chung cá về mình ở cái tốc thế tôi cả ai tốc luôn này chuyện cái này nó ba chặt ba nó kia là vui nó ngày cái chú các cái vị bậy một chúng ta cái sầm lạp chào này đại xa về trà dương nó về ấp miền cả sông rùm rồi vàng chẳng ban thà presma sampot phong ao dương với cha nằm bờ bà cái này chẳng lời cài ấy nữa dương mình từ lùi sầm lạp cái đầm bầy khron thà chỉ vượt bỏ dương muối nó con chả cái này chỉ vượt dương muối hay dương từ sầm lạp cái để từ plon cái nó cái này mình lọ đây nó vì chỉ lẹ cái nạm bờ khron này là ngày để dương từ bậc khổ nông cà mè con cha đấy là ngày vì chúng cá dương ban tâm tay mà sờ bài bần nắng tay tìm phật tới nhiều cá ngọt để tiền đại xa đường đại dương bậc khổ tập đây tập đa chẳng tới nắng vì chỉ lẹ cái nạn này bự bà chẳng bàn presma samput bọn ao dương bia trà à vậy đại vì ông bậc khổ bọn ao bia trà
ណាទាំងពួងនឹងរាប់មិនអស់ទេវាមានច្រើនទៅឋានទៀតនឹងទាំងផ្លូវកាយទាំងផ្លូវវិជ្ជាផ្លូវចិត្តហ្នឹងក៏វាសម្បើមណាស់ដែរទៀតកណាដូចយើងកំពុងយូរកាកំពុងនិយាយធរហ្នឹងចិត្តហ្នឹងក៏វាមិនតាន់ថាសុបទៅក្នុងធរហ្នឹងដែរវានៅចិត្តកំណត់បៀតបៀនអ្នកដទៃតែចិត្តផ្សេងចិត្តគេថាចិត្តជាទេវទត្តណាមាត់ជាទេវតាណាហ្នឹងភាសាយើងដែលយើងនិយាយថាជួនកាលចិត្តគំនិតអីហ្នឹងអាក្រក់ចេញមកពីក្នុងតែមាត់ជាទេវតាដូចជាចេះនិយាយអីទៅល្អហ្នឹងហើយផ្អែមណាចេះធោពោធោអីមើលទៅដូចជាលក្ខណៈសមសួនគួរឲ្យជ្រះថ្លាតែត្រង់ថាចិត្តគំនិតខ្លួនឯងហ្នឹងជាទេវទត្តស្រេចទៅហើយណាហើយបើយើងនិយាយពីដៃគូសុភាពរស់ស៊ីជាមួយគ្នាហ្នឹងជួនកាលនិយាយល្អជាមួយគ្នាប៉ុន្តែចេញទៅខាងក្រៅក៏មិនដូចនៅពាក្យសម្ដីដែលនិយាយទេណានិយាយផ្សេងកណាទង្វើផ្សឹងគំនិតអាក្រក់និយាយទៅថាយើងត្រូវគ្នាអញ្ចឹងណាតែនៅក្នុងចិត្តហ្នឹងមិនត្រូវគ្នាថាត្រូវចេញក្រៅហ្នឹងយើងត្រូវធ្វើអីបោកប្រាស់គ្នាអញ្ចឹងអាហ្នឹងគំនិតអាក្រក់ដែរចឹងចិត្តទៅវាមិនល្អតែចិត្តជាទេវទត្តហ្នឹងគឺថាគាត់មុនដំបូងសម្ដីអីយើងបរិយាយរៀបរាប់អីមើលទៅដូចតំណងគាត់ចឹងណានឹងដល់ពេលចិត្តគំនិតហ្នឹងលាក់បាំងខាងក្រៅចេញទៅក្រៅថាមនុស្សដែលនៅពីមុខមិនឃើញកាន់ដាវអីទេប៉ុន្តែលាក់ដាវខាងក្រោយណាខាងក្រោយដល់ពេលចេញផុតដកដាវនឹងចាប់ទេណាហ្នឹងសភាពនៃមនុស្សចិត្តអាក្រក់ហ្នឹងគឺថាមានច្រើនដែរអញ្ចឹងបានព្រះសម្មាសម្ពុទ្ធថាឲ្យវាបងទៅអាចិត្តគំនុំគុំគួនអាចិត្តចង់បៀតបៀនណាកណាឲ្យអ្នកដតីដល់នៅសេចក្តីវិនាសចិត្តចង់លួចទ្រព្យសម្បត្តិគុំនុំគុំគួនចង់បានលំបីអីហ្នឹងគឺថាក៏បីលះបង់អាហ្នឹងគឺអំពើបាបទេតែយើងនិយាយពីបាបទាំងពួងណាហើយទៅរាប់មិនអស់ទេញាតិញោមពុទ្ធបរិស័ទព្យាយាមសិក្សាទៅបានដឹងទៀតអាហ្នឹងយើងពិភាក្សាប៉ុណ្ណឹងប៉ុន្តែចូលមកដល់ចំណុចទី2ណាមុនបងព្រះសម្មាសម្ពុទ្ធបងសម្ដែងថាសពបាបស្សៈអករណੰមិនអោយធ្វើនៅអំពើបាបទាំងឡាយទាំងពួងដល់ពេលចំណុចទី2ព្រះអង្គសម្ដែងថាកុសលសោបសម្បទាហើយញ៉ាំងកុសលឲ្យដល់ព្រមធ្វើកុសលនឹងឲ្យបានច្រើនយ៉ាងម៉េចទៅវិញគាត់ចាស់ណាសូមរតនានិមន្តមើលទៀតធ្វើកុសលធម៌ឲ្យបានច្រើនគុណណាទៀតការធ្វើនៅអំពើជាកុសលគឺការចម្រើននៅកុសលហ្នឹងរហូតដល់ព្រះអរហត្តមគ្គអរហត្តផលហ្នឹងទៅជាកុសលទៀងលែងប្រែប្រួលនឹងកុសលដែលយើងខំសន្សាងនៅក្នុងកុសលជាលោកយៈនឹងមានទានសិលភាវនានឹងចម្រើនឲ្យបានល្អប្រពៃមិនដាក់ចុះនៅធុរៈព្យាយាមរហូតដល់ទីបំផុតនឹងគឺកុសលនឹងត្រូវតែព្យាយាមចម្រើនហើយចម្រើនទៀតដូចជាកុសលថ្នាក់នៃការអំណត់អត់ធន់សេចក្តីសង្កត់ចិត្តនេះនឹងគឺបុគ្គលត្រូវសាងត្រូវខំប្រឹងប្រព្រឹត្តនឹងព្រោះការអំណត់អត់ធន់វាជាកុសលមួយដែលល្អធ្វើឲ្យចិត្តយើងនឹងចម្រើនដោយកុសលនឹងមានសុខភាពល្អផ្លូវចិត្តនឹងច្រើនភាពអំណត់ណាទៀតណាអញ្ចឹងគឺដល់ពេលវេលាហើយទៀតកណានៅពាក្យថាញ៉ាំងកុសលធម៌ឲ្យច្រើនហ្នឹងមានន័យថាទានក៏យើងធ្វើសិលក៏យើងធ្វើសមាធិកម្មដ្ឋានអប់រំចិត្តហ្នឹងក៏ត្រូវធ្វើឲ្យច្រើនណាដើម្បីចម្រើននៅកុសលធម៌ហ្នឹងជាទីពឹងសម្រាប់មនុស្សយើងគ្រប់គ្នាមនុស្សយើងកាលណាបើអត់មានបុណ្យអត់មានកុសលទេมันអាចបានអត្តភាពមកជាមនុស្សណាកូនចាស់ដូចជាយើងខ្វះសិល5អីហ្នឹងมันងាយទេកូនចាស់ណានឹងដើមកំណើតដែលនាំឲ្យកើតមនុស្សហ្នឹងក៏វាមានសិល5ហ្នឹងឯងជាមូលហេតុដែលយើងត្រូវសន្សំត្រូវធ្វើឲ្យបានច្រើនទៀតហ្នឹងហើយជាបន្តទៅទៀតនឹងតកតងពីការចម្រាស់ចិត្តមិនកូនចាស់ពាក្យចម្រាស់ចិត្តចូលរួមចិត្តហ្នឹងគឺចម្រាស់ចិត្តដែលបាបនឹងចោលកណាទៀតចិត្តលោភៈក៏លះបង់ជំរះចោលកន្ទោបង់ចោលចិត្តដែលមាននៅទោសៈក៏លះបង់ដែរនឹងចិត្តដែលមានមោហៈត្រូវលះបង់នឹងការធ្វើយ៉ាងហ្នឹងគេហៅថាជំរះចិត្តកណាអរគុណគុណចាស់សរុបសេចក្តីមកវិញបានឆ្លើយមកហើយពីទី1មិនធ្វើនៅអំពើបាបទាំងពួងគឺថា
បាបអ្វីក៏ដោយដែលជាអំពើបាបក៏បីវាបងហើយទី2ក៏បីធ្វើនៅកុសលធម៌បានច្រើនធ្វើទានធ្វើរក្សាសិលឬក៏ថាសមាធិអីហ្នឹងដើម្បីឲ្យបានចម្រើននៅកុសលធម៌ហ្នឹងមួយថ្ងៃហ្នឹងឲ្យបានចម្រើនទៅទាំងហ្នឹងឲ្យបានច្រើនហើយមួយទៀតជំរះចិត្តមានចិត្តលោភៈចិត្តទោសៈចិត្តមោហៈដែលនៅក្នុងមួយថ្ងៃហ្នឹងខឹងកូនខឹងប្រពន្ធខឹងប្តីហ្នឹងក៏បីរៀនលះបង់ហើយជាពិសេសថ្ងៃមគ្គបូជាហ្នឹងអញ្ជើញមកស្ដាប់ធម៌ដើម្បីបានជំរះបង់នៅចិត្តអកុសលឲ្យបានអស់ទៅណាឥឡូវអស់ពេលវេលាហើយណាសូមប្រគិនបុណ្យជូនបុណ្យ